រលយកពេលដែលប្រច័នភ្លឺស្អាតនោះសូមប្រាថ្នាមួយទៅគឺប្រកាសជាបានសម្រេចបំណងប៉ាត់មែនណាព្រះច័ន្ទអើយព្រះច័ន្ទដល់ពេលខ្ញុំធំឡើងសូមឲ្យបានធ្វើជាមន្ត្រីស្អាតស្អំកំចាត់ជនពុករលួយជនអាក្រក់អស់អូយ៉ាឈប់ទូស្គរទៅឈប់ទូស្គរទៅឈប់ទូស្គរទៅយោឈប់ទូស្គរទៅអើយយ៉ាអើយស្គរបែកបាក់កន្លែងបែកបាក់សាលាស្រុកបែកបាក់បូករួមទាំងមន្ត្រីបែកបាក់ម្នាក់ទៀតព្រេបឡាបែកជាហ៊ានមកប្រមាថលោកម្ចាស់របស់យើងផងហើយយ៉ាអីយ៉ាមន្ត្រីតូចតាចប៉ាន់ក្របល្ងធ្វើម៉េចនឹងឲ្យហ្វាងហាងជីងយើងប្រមាថនោះអីហ្វាងហាងជីងអើយហ្វាងហាងជីងអ្នកមានលេខ1នៅខ្វាងតុងនេះជាពាក្យបណ្ដឹងរបស់ខ្ញុំជូនដំណើរលោកសេដ្ឋីលីប្តីប្រពន្ធរបស់ហ្វាងឡៅជើពេលដែលទៅដំណាក់របស់លោកម្ចាស់លីបានយកសម្រស់របស់នាងទៅចែកចង់លោកម្ចាស់លីអត់ទេគាត់ណាលោកម្ចាស់ជាអីគាត់ណាគឺទេចាំប្រពន្ធរបស់ខ្ញុំរំដោបទេអូយណាលោកម្ចាស់ទៅផ្ទះជីតារបស់លោកហើយអឹកស្ដាច់យ៉ាមិនបាច់ទេអឹកទៀតស្លាប់ហើយយ៉ានៅទំនេរហើយយើងស៊ីស្ដេចរបស់ឯងចាញ់អើយណែកូនប្រុសកុំបានធ្វើជាមន្ត្រីហើយកុំហឺហាឲ្យសោះខ្ញុំមានហឺហាឯណាកូនបងកូននៅចាំបានទេពាក្យស្លោកមនុស្សបាក់ស្មុំមិនធ្វើជាមន្ត្រីគឺត្រូវតែថ្លាដូចទឹកត្រូវស្អាតស្អំបរិសុទ្ធណាពុកកុំភ្លេចថាពុកកាលពីមុនគឺត្រូវហើយកាលពីមុននោះគឺជាមន្ត្រីពុករលួយម្នាក់ពុកគឺមានឈ្មោះល្បីថាបើអង្គប៉ៅមិនដល់ដៃគឺមិនអាចធានាថាកាត់ក្តីបានទេគឺព្រោះតែពុកសាងតែអំពើអាក្រក់ច្រើនពេកហើយនេះហើយបងប្រុសទាំង12របស់កូននឹងអត់មាននរណាមួយចិញ្ចឹមបានយូរទេធ្វើបាបឪពុកឆ្នាំណាក៏ត្រូវមនុស្សសក់ស្កើដុតមនុស្សសក់ខ្មៅដែលដល់ទីបំផុតអមជោបាយហើយពុកក៏ចូលនិវត្តន៍ទៅស្រុកកំណើតវិញយកទ្រព្យសម្បត្តិទាំងប្រមាណជួយអ្នកក្រធ្វើបុណ្យហើយនេះហើយទើបពុកអាចការពីជីវិតរបស់កូនឯងបានណាហើយកូនមើលពុកបានធ្វើអានេះឲ្យកូនយកទៅជួនៅកណ្ដាលផ្ទះវាជាអសរបរិសុទ្ធហេមិនក៏កូនមើលយ៉ាងណាក៏វាដូចជាអសរក្រដដែលនឹងជួងទី13វីវ៉ហើយលោកម្ចាស់គឺទី13ហើយលោកម្ចាស់មានអីទៅនឹងមកហូបបង្អែមទៅណែយ៉ាគឺបង្អែមដំឡូងតាប៉ែឆាប់ហូបទៅបង្អែមនេះឆ្ងាញ់ណាស់ណាកូនទី13ណាអីម៉ែមិនចេះកូនក៏ច្រឡំដែរអាកូនទន្សាយឯងរត់ទៅឯណាខ្ញុំជិបដីរបស់យីប៉ែឯងហើយចុះឯងខ្ញុំជាចៅរបស់យាយអាយ៉ាចៅស្រីឯងធំប៉ុណ្ណេះទៅហើយអីយ៉ាតាប៉ែឆាប់ហូបទៅបើមិនចឹងទេតិចខ្ញុំគឺ13ណាម៉ែពូ13ម្ដងនេះយើងមានហើយចូលមកទាំងលើទាំងក្រោមពួកយើងនឹងកដាលចាប់បានទាំងរស់ល្អពិសេសមែនពួកយើងចំណាយប្រាក់ទៅទិញមន្ត្រីនេះច្រើនម្លឹងគឺមិនព្រោះតែឥឡូវនេះទេអាយ៉ាកូនជឹងរៃអីនេះយើងបណ្ដឹងឯងថាកុំឲ្យធ្វើជាមន្ត្រីពុករលួយឯងគឺមិនស្ដាប់ទេហ្វាងហាងជីងគេជាអ្នកមានលេខ1នៅខ្វាងតុងឯងសាកតែជួបជាមួយនឹងគេនិយាយមួយម៉ាត់ទៅគិតក៏កុំគិតឲ្យសោះកុំឲ្យធ្វើស្រួលបួនតិចណាកុំអីពុកកូនដឹងហើយជួយគេទៅនេះកូនប្រុសអសររបស់កូននេះអសរនេះអសរក្រនោះពុកទៅខ្លួនឯងចុះតើអ្នកឈរនោះជាណាខ្ញុំឈ្មោះហ្វាងថាងជីងខាងដើមចោតតាមច្បាប់មិនបាច់លុតចង្កងទេហ្វាងថាងជីងព្រមទេធ្វើបានអ្នកខ្សោយជួយអ្នកខ្លាំងយល់ល្មួតដាក់ក្នុងផ្ទៃទឹកប្រយ័ត្នទៅមិនបាច់ប្រយ័ត្នទេនិយាយតាមត្រង់ទៅចុះយើងចង់បដៅឯងយូរហើយអរគុណខ្ញុំធ្លាប់ល្បីឈ្មោះលោកយូរណាស់មកហើយជនជាតិស្អីក៏ដោយសខ្មៅក៏ដោយលោកសម្រាប់ចោលទាំងអស់លោកជួបអ្នកណាក៏ដោយតែងតែហៅពុកធររឿងនេះខ្ញុំក៏ចង់ដឹងណាស់ដែរមិនចាំបាច់គួរសមទេតាំងពីដើមមកខ្ញុំល្អតែអញ្ចឹងមុតបើដូចគេធម្មតាលោកម្ចាស់ជាស្រីពេជ្រអាយយកឯងធម្មតាយើងជំនន់ផងអញ្ចឹងភ្នែករបស់លោកខាងណាដែលឃើញខ្ញុំយកអាចទៅដាក់ក្នុងផ្ទៃទឹកនោះ
នេះគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះឯតាបើអញ្ចឹងខ្ញុំប្រៀបធៀបធម្មតារបស់លោកក៏មានចរិតស្រូតបូតដែរអេខ្ញុំមិនបានហៅគេជាពុកថយណាមិនក៏ឯងធ្វើបាននេះរឿងនេះខ្ញុំក៏មិនសូវដឹងច្បាស់លាស់ប៉ុន្មានដែរប៉ុន្តែប្រពន្ធរបស់ឡាយជីមានបំណងរំលោភលោកសេដ្ឋីគឺមានផតាំងគ្រប់គ្រាន់ប្រពន្ធរបស់ឯងគឺអយុធធម៌ដែរលោកម្ចាស់អើយថ្ងៃនោះលោកសេដ្ឋីទៅផ្ទះប្រពន្ធរបស់ខ្ញុំឆាប្រពន្ធខ្ញុំហើយខ្ញុំមកវិញឃើញគេចាប់ដៃប្រពន្ធខ្ញុំសង្កត់ពីលើប្រពន្ធខ្ញុំចោលរំលោភខ្ញុំខឹងខ្លាំងពេកក៏វាយគេតែម្ដងទៅអ្នកផ្សារផ្អើលចោលឡោចូលទៅក៏វាយខ្ញុំថែមទៀតផងអយុធធម៌ដែរលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងទៅលីចាន់ឯងចាប់ដៃប្រពន្ធគេបានន័យថាឯងចង់រំលោភគេហើយតើមែនទេអូលោកម្ចាស់ថ្ងៃនេះលោកម្ចាស់ទឹកមុខស្រស់បោះអស់ចានណាពិតមែនទេប្រកាសជាអញ្ចឹងហើយយើងស្អាតតែអញ្ចឹងតាំងពីដើមមកស្នាមដៃរបស់លោកល្អមែនតើឲ្យខ្ញុំសុំមើលបន្តិចមើលហើយយ៉ាងម៉េចមិននេះលោកនិយាយថាចាប់ដៃចង់រំលោភឥឡូវនេះខ្ញុំចាប់ដៃលោកចង់រំលោភលោកហើយអង្គុយតែសៀមចាំស្ដាប់ខ្ញុំភាសាជាងលោកសេដ្ឋីលីព្រោះតែប្តីប្រពន្ធតកូលបានពីរនាក់មិនបងថ្លៃផ្ទះក៏ចង់យកផ្ទះទៅវិញឯប្តីប្រពន្ធទាំងពីរមិនចង់បងថ្លៃផ្ទះក៏រំលោភលោកសេដ្ឋីដូច្នេះសូមតុលាការមេត្តាជួយកាត់ក្តីផងមិនមែនទេលោកម្ចាស់លោកសេដ្ឋីធ្លាប់ជួបផ្ទះឪពុកខ្ញុំធ្លាប់ជួយជីវិតគាត់សន្យាថាមួយឆ្នាំជួយដល់30ដំណឹងឆ្លាមណាក៏ធ្វើអញ្ចឹងដែរលោកម្ចាស់អមក៏ប្រែកន្លះទៅវិញអញ្ចឹងតែមានកិច្ចសន្យាទេឆាប់យកចេញមកប្រកាសជាមានងាប់ឲ្យកដាស់តូចប៉ុណ្ណឹងមើលមិនឃើញទៅអាធំក៏មានដែរលោកម្ចាស់ចង់មើលមួយណាក៏បានដែរមើលអាធំទៅល្អណាហេលោកម្ចាស់មិនប្រកាសថាខ្លាចគេហៅពុកថតទេកិច្ចសន្យានៅទីនេះលោកម្ចាស់អានឲ្យគេឮបន្តិចទៅហើយអានឲ្យច្បាស់បន្តិចផងខ្ញុំឈ្មោះចិនតៅហួរជាអ្នកជួលផ្ទះនៅផ្លូវតៅស៊ូបានជួលផ្ទះឲ្យទៅគ្រូសាវាងដែលជាអ្នកមានគុណមិនទាន់សងគុណបានបើមិនបានបងថ្លៃផ្ទះឲ្យតែបង30ដំណឹងក៏បានដែរហើយមិនអាចយកផ្ទះវិញបានទេលិខិតនេះទុកជាភស្តុតាងឲ្យកូនចៅចំនួនក្រោយមើលគេនិយាយត្រូវតែគេថាមិនបងថ្លៃផ្ទះក៏បានដែរមិនក៏លោកថាគេចង់យកផ្ទះវិញតែឆ្នាំដល់ក៏ខ្ញុំបងថ្លៃផ្ទះ30ដំណឹងដែរ30ដំណឹងហើយ3សែនដំណឹងណាចុះឯងនិយាយស្អីហ្នឹងលោកម្ចាស់មិនបានរៀនសូត្រទេខ្ញុំដឹងថាលោកម្ចាស់ប្រកាសជាមិនបានរៀនទេចាំខ្ញុំបង្រៀនលោកម្ចាស់ទៅចុះគួរតែអានចេះវិញទេឃើញទេគ្រួសារវាងដែលបានជួលផ្ទះយើងមិនទាន់បានសងគុណទេបើគេមិនបង់ឈ្នួលផ្ទះអាចយកផ្ទះវិញបានឈ្នួលផ្ទះ30ដំណឹងមិនអាចជួលឲ្យអ្នកដទៃបានទេអាចកែទៅជាអញ្ចឹងបានដែរលោកម្ចាស់កាត់ក្តីបានហើយឬនៅណែស្ទើរមិនចង់កាត់ក្តីព្រោះចង់បានលុយតែមែនទេមិនក៏និយាយអញ្ចឹងនេះគេជាវិក័យប័ណ្ណ300ដំណឹងតែមិនមែនជារបស់លោកទេនេះទើបជារបស់លោកមើលទៅគឺវាមានតម្លៃតែប៉ុណ្ណឹងយកទៅមួយដំណឹងកាត់ឬក៏មិនកាត់កាត់ក្តីទៅចាំឡើយបាទកាត់ឥឡូវហើយវាងឡាយជឿចំពាក់ឈ្នួលផ្ទះគេត្រូវរើចេញចាប់ពីថ្ងៃនេះទៅត្រូវប្រកល់ផ្ទះឲ្យទៅលីជឿអ៊ីងវិញចំពោះរឿងលោកសេដ្ឋីចង់រំលោភប្រពន្ធគេតែរំលោភមិនបាននោះគឺត្រូវចប់ត្រឹមនេះបាទហើយមិនបាននិយាយទេសូមអរគុណហើយលោកសេដ្ឋីមានចិត្តទូលាយមែនណាខ្ញុំលាសិនហើយអយុធធម៌ណាអយុធធម៌ណាលោកម្ចាស់អយុធធម៌ណាអយុធធម៌ណាយើងសូមទូមានឯណាកូនធម៌ប្រញាប់ទៅស្រុកកំណើតធ្វើស្រែវិញទៅឯងចង់ធ្វើជាមន្ត្រីប្រយ័ត្នថ្ងៃក្រោយខ្មាស់គេជាងនេះទៀតទៅយ៉ាគ្រួសារជាយកគេទៅទទួលគុណកំមហើយតាបើតែណាគេទៅរៀបការជាមួយមនុស្សរបែងអញ្ចឹងនោះសូម្បីតែប៉ៅឡុងស៊ីងគូតស្អុយក៏ធ្វើជាមន្ត្រីដែរមានអីចម្លែកទៅអូលោកពូគិតទៅដល់នឹងដើរលេងបោះដូចហេតុអីទៅមើលដល់មិនបានច្ប្រេះផ្ដាច់អញ្ចឹងយកហួយឯងទៅមើលសភាពការទៅបាទលោកម្ចាស់ប៉ែឡុងស៊ីមកអើយគូវាងាប់លោកម្ចាស់សភាពការមិនល្អទេអញ្ចឹងចូលតាមទ្វេក្រោយទៅឲ្យឆាប់ឡើងសភាពការល្អដល់ឆាប់បន្តខ្ញុំមកលោកពូឲ្យលឿនឡើងឆាប់ចេញភ្លាមមកបើអញ្ចឹងឆាប់ទៅឲ្យលឿនណាប្រយ័ត្នតិចណាអាយជួយទាញប្រយ័ត្នតិចស្វាគមន៍អាចោមកសៀតគេស្វាគមន៍លោកម្ចាស់ឲ្យតើតែខ្ញុំមិនឈ្មោះចោមកសៀតទេកុំអូយស្បៃល្អនំប៉ាឆ្ងាញ់ស្បៃសុំជើញសុំជើញអាលោកអាទិញស្បៃទេស្បៃស្រស់ណាស់ទិញ1គីឡូទៅ
ឆាខ្វាយដើររំលងផ្លូវមួយហើយដូចជាគ្មានឃើញមានរឿងអីទេតបតើចូលប្រកបជំនឿសុវត្ថិភាពណាឆាខ្វាយសូមជឿឡើងឈៀងមកបងខ្លាំងសូមជឿឆាខ្វាយណែលបងហើយលួចឆាខ្វាយមកតាក់តងឲ្យជាមួយប៉ាឡុងឈៀងដែរលោកមិនដឹងទេមន្ត្រីប៉ាឡុងឈៀងនឹងវាស្អុយជាងតាហ៊ូរបស់ខ្ញុំទៅទៀតអមេកានិយាយអញ្ចឹងបងតើជួយបងប្អូនទាំងអស់គ្នារឿងប៉ាឡុងឈៀងបរោះ10នាក់រំលោភនឹងជាមន្ត្រីពុករលួយរឿងបែបនេះកើតគឺវាសមមុខវាហើយណែមុខខ្ញុំវាគួរស្អប់មែនទេជើហួរឆាប់ប្រាប់ខ្ញុំតាមត្រង់ភ្លាមមកពិតបើដល់មានពេលខ្លះមើលទៅគួរចង់អើយធ្វើជាមនុស្សមានពេលខ្លះចេះលក្ខការផងទៅគ្មានដឹងស្អីមែនមិនទៀតនិយាយទៅមិនទៀតគេនិយាយថាប៉ៅឡុងឈីងត្រូវគេអូសចូលដីភក់ហើយថែមទាំងបញ្ចុកលេមុខឲ្យវាស៊ីទៀតផងវាស៊ីសប្បាយហើយវាស៊ីឆ្ងាញ់សប្បាយថែមទៀតផងណែប៉ៅឡុងឈីងខ្ញុំនេះមានគំនុំអីជាមួយនឹងពួកឯងទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំជាមន្ត្រីដែរអ្វីត្បិតថាខ្ញុំគ្មានរូបរាងសង្ហាមែនតែក៏មិនត្រូវប្រមាថបែបនេះដែរប្រយ័ត្នយើងចាប់យកទៅកាត់ទោសទាំងអស់គ្នាគួរឆ្ងល់ណាស់ខ្ញុំធ្វើល្អប៉ុណ្ណឹងដែរហេតុអីបានជាពួកគេនាំគ្នាស្អប់ខ្ញុំបែបនេះអូលោកម្ចាស់តើមកពីណាអូគិតយករួចខ្លួនសិនហ្នឹងណាមើលទៅពួកគេប្រកាសជាចង់រករឿងខ្ញុំឲ្យពុតជោគបើដល់បរាជ័យមែនតើរកប្រាក់មិនបានហើយថែមទាំងគេស្អប់ទៀតផងមើលទៅខ្ញុំត្រូវតែអប់រំក្មេងចំនួនក្រោយឲ្យបានល្អព្រោះថាកុមារជាអ្នកស្នងប្រទេសជាតិឲ្យតែគេស្រឡាញ់ខ្ញុំមានសង្ឃឹមហើយអាបងប្រុសឆ្លាតគួរឲ្យស្រឡាញ់មែនមិនស្មានថាក្មេងនេះមានទឹកមាត់ច្រើនអញ្ចឹងសោះសយទៀតហើយអត់មកក៏មានមនុស្សរៀបការជាមួយក្មេងអញ្ចឹងណូត្រូវហើយអូប្រកែអស់ចោលមែនវាយគ្នាក្នុងទឹកដីរបស់ខ្ញុំអត់5អាម៉ាត់សោះយើងជាសន្តិសុខទី1នៃរាជធានីឡាសនីមខ្លារខិនមកចាប់ជនទុច្ចរិត40នាក់បើអ្នកណាហ៊ានប្រឆាំងជាមួយយើងងាប់យ៉ាងមិនក៏គ្រីស្អីបែកបាក់អញ្ចឹងកូនកំឡោះឆាប់ទៅទទួលកូនកំមកភ្លាមទៅឆាប់ឡើងហើយយ៉ាពិតជាបុផាមួយតងដោះលើអាចគោមែនតែលោកពេលផ្សំដំណេកប្តីរបស់នាងស្លាប់ទៅមិនពីបោះហើយទេអីបើវាងាប់ទៅមិនបានទៅលពូហើយទេអញជាអ្នកនិយាយខ្ញុំអត់និយាយទេណាណែលោកម្ចាស់ប៉ាខ្ញុំមិនលោកម្ចាស់ប៉ាទេប្រយ័ត្នខ្ញុំប្តឹងលោកណាលោកម្ចាស់មិនបាច់ប្រកែកទេគ្រាន់តែហិតខ្លាំងក៏ដឹងថាលោកម្ចាស់ប៉ាដែរលោកអញ្ជើញមកដល់គ្រួសាររបស់ខ្ញុំពិតជាស្រស់ប្រំប្រៃទាំងអស់គ្នាមែនហើយដោយលពូទី13អកចាស់នេះពេញចិត្តលពូហើយស្រឡាញ់ខ្ញុំបើមិនស្រឡាញ់មន្ត្រីពុករលួយដោយលោកឈ្មោះទុច្ចរិតដូចជាខ្ញុំនេះរកស៊ីមិននឹងកើតទៅសិតតែគ្នាឯងទេណែលោកម្ចាស់ផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចបន្តួចចូលទៅក្នុងផឹកស្រាបន្តិចសិនទៅតើបានទេលោកម្ចាស់អញ្ចឹងក៏បានទៅព្រៃអង្គប៉ៅឲ្យខ្ញុំណាមិនអីទេអ្នកទាំងអស់គ្នាញញឹមបន្តិចទៅសប្បាយចិត្តបន្តិចទៅណារៀបចំចិត្តរួចហើយញឹមទៅ快噶啦，爭少少咋？មិនក៏គេក្អកខ្លាំងម្លេះមិនអីទេទ្រាំបន្តិចសិនទៅណាក៏អញ្ចឹងទៅធ្លាក់សួតមកទៅមិនអីទេស្អីគេអញ្ចេះគឺថ្លើមតាណែយ៉ាងម៉េចហ្នឹងយប់មិនអាយស៊ីស៊ុបឆ្នាំងដីតាមែនទេស្រួលខ្លួនណាឥឡូវរួចរាល់ហើយអ្នកទាំងអស់គ្នាសូមជិះសម្រាប់ចជិញដែលលពូគេចិត្តសាច់ដូនតាមើលទៅគេប្រហែលជាមិនស្លាប់ទេមិនស្លាប់យ៉ាងម៉េចបើគេក្អកធ្លាក់ថ្លើមទៅហើយឯងមិនឃើញទេអីអត់នឹងគឺថ្លើមមើលស៊ីទៅអ្នកប្អូនចដុនសូមជួយអបអូនអ្នកបានកូនភាសាស្រីខ្ញុំគ្រាន់តែជាម្ដាយចុងវាទេមានសមត្ថភាពឯណាធ្វើជាម្ដាយបង្កើតវាទៅ
មែនហើយបងអូនចដុនមួយឮថាបងអូនបានរក្សាទុកសៀវភៅមួយក្បាលពិសេសអស្ចារ្យណាស់មែនទេតើអាចឲ្យបងជ័យមើលផងបានទេតែ บัวจังไรไอ้ออนนี่จะมือรถตะดอนนาตีตื้ออาคาขึ้นใบกรอนบ้างใบตากันใบได้บอกกันใบได้เจ้าเลยบอลอ๋อโจลอย่าอาคาขึ้นบาสันจะไอ้คลังเหมือนไอ้มันจำไอ้ตาได้เอ้บอลจัดกะบ่อยกรอนบ้างใบเปล่าได้เปล่าจื้อหายด้วยกับบอลด้วยบอลไอ้โยไอ้เบียประกายพลมแตรนนะไหนเบียบานสำหรับมนุษย์ชับแต่ประดังสันติสุขเพลียมเตอยืนนี่ให้คือสันติสุขฮะจังขยมจะใส่บ้างยังจะสันติสุขตีมวยจะเนี่ยคลังขนมจุ่มน้ำเนี่ยคลังตั้งประมวลเนี่ยขนมอะไรเทียนนี่ราคาสนิมหาทางคลาระขึ้นปัวเจ้าทั้งอันเนี่ยยังบ้านได้เอาบรมเปิลจุบรมเปิลทั้งไงแต่หอยตีบอมพอดเวียก็น้อมขึ้นนี่มันเลือกลุ่นเลือกตีนี่ด้วยลงมาจากชมอัดดังไอเตลงมาจ้าไอปัจจุบันทำเวมาสิกามันลงมาจ้าทั้งไงดีโกนปลอกชมเรียบกาเวียบรรลอมขลุ่นโจมอกชมปัจจุบันดังเตลงมาจ้าตัวจะสีประมาณคลาระขึ้นก็ขยมมันเห็นก็ลงมาจ้าได้ลงมาจ้าเจอขยมจ่อลงมาจ้าป่าลงมาจ้าป่าได้ด่าใจมาลงมาจ้าป่าช่วยขยมพอลงมาจ้าป่าแล้วปัวกี่หายบอมจนขมักกี่เนาะกูแต่ใจเตยในสกิมเซนเตอร์มันอาจจะเตอร์บานเต้เป็นนี่เวียกับพงแต่คลังตกเอาเวียคลังเอาจัดเตอร์ดอกเป็นเวียคลังเอาจัดให้ยังอาจัดการจมูกเวียบานเป็นนี่มันจำบัตรต่อกับอะไรเต้เฮ้ยใส่ยังกับพงเย่เป็นเรื่องจูควายใจหลบสนามตะการได้โย่ไอ้โย่หรือถ้าไอ้จะมันเตยในตีนี่ฮะคือชมเลยไงไอ้ประกอบจะคบกันจมูกประเชียร์และบางพวกผู้เจ้าในตีนี่ไอ้เมียมันเราขบันมาดิมีบางไก่มูลบางไก่มันใจปูประมาณดิแน่ยังคือจะสรุปครูหนึ่งขี้ประเดี๋ยวยังรอบ้านใจขี้เตยขยมจะเตยไอ้โยจานยังตรึกการดึงอ้อจังกับบ้านนะเมียนการตรึกฟื้นตีได้แน่ขยมมาทั้งไงนี่คือมาสืบการจังดังถาปูลูกเมียนการรถปุ้นหนึ่งกับสำหรับมนุษย์ได้หรือตีทั้งไงนี่เทวดาเมียนพนัยเอายังสาการจมูกหนึ่งโลมาจากคลาดขึ้นดำใบมาจับปูไอ้จะไม่คล้องเหมือนเชี่ยเอาเกตดอกเต้หนึ่งสำหรับมนุษย์เหมือนตีชาบสารเพียบพราบยังเพียมาได้ลงมาจากเรื่องนี้ขยมปัจจุบันดังตีไอ้ยุติธรนะลงมาจากขยมปัจจุบันดังมานะเลือกแล้วขยมมาดองเตยแล้วไอ้สำหรับจะได้เตยสำหรับจังไงนะบ้านลงมาจากกีตาร์ปีมองกรอยโยสไรปีเนี่ยมากำดอยยืงให้ปะถอยเตยได้ไงมันมาเลยปีเนี่ยมันกรุบกรอนดิยืงตะการมาพีเนี่ยลงมาจ้าในจำที่นี่ให้ขยมตรอใส่สามเอาลงมาจ้าโอ้บ่อยลูกผู้ที่เราไปบ่อยผู้ไอ้ต้องเอาเคมาให้บ่มรายลงมาจ้าคลาดขึ้นอ่อยบ้านเราเอามันเตยเลยเต้จ้าไอ้เต้ลงมาจ้าขยมลงมาบ้านลงมาจ้าบ้านเราจ้าไอ้ยังโอ้จอมจังไรนี่ส่งไปตะลงมาจ้าปลาเยอะก็เห็นไปช้างได้เจ้ามาเสียดแมนบอลพลตะกอขึ้นเนี่ยลงมาจ้าปลาจังไรเทเลนได้กบเตอร์กบเยเตอร์สอบมุกไอ้ให้มันก็มันคลางเตียเตอร์แม่นะมันก็มันคลางเตียเตอร์กรอนบาเตียเตอร์นี่เด้อกูดูโอ้สิโตบางโอ้ยเพลดกระบจูขดงนะนายพวกไอ้ถ้วยนั่งใจโยกันดอนมาไอ้คำลงมาจ้าตะการได้ดังทากอดคลายเต้ลงมาจ้าขยมโยพวกมาไอ้คำกันดอนลงมาจ้าใบบารามเต้快步啦！乾燒伊麵肯定冇希望食安到紅豆沙嘅。天光啊，個橙點偷笑啦！我唔係大佬，我唔係，係行住啦，大
巴大人啊，我哋知道你神威蓋世，2、3日手勢收復咗炮頭，救咗戚家上下，我哋係代表戚家出嚟歡迎包大人你㗎，大家俾啲掌聲！包大人，不如同咁多位街坊講幾句説話咧，講句有水準啲。乾燒伊麵食咗未？誒，包大人啊！我哋連乳豬都未食㗎，特登留翻隻豬等包大人你翻去慢慢食㗎。大家埋席啊！多謝大人，大人你真係神機妙算啊！都係我送俾你嘅賀禮。喂，老黑，係咪真係乳豬都未食啊？喂，又係你啊細路，又想吐口水啊？咪嚟啊！我喐你啊！係送俾你嘅。你好地對老婆，如果唔係我就鎖你㗎。仲有保重身體，得閒食多2嚿潤。去洞房啦！唉，快啲去洞房啦！啊，去啦去啦去啦！叔，靚仔靚女夾住，收。小心火燭。哎呀，ជួយផងអូកូនយកមកចាត់ការទៅពួកឯងនេះស្ងៀមទុកឲ្យយើងចាត់ការទុកឲ្យពួកឯងចាត់ការវិញចុះអូលោកពូយកមកទៅហើយចង្រៃយកសំបីតែអញក៏វាយដែរបើតែយើងចង់ក្រេចកែនៅស្ងៀមធ្វើអីទៀតចាប់វាបានហើយចាប់បានហើយកុំប៉ះពាល់អាចោលថ្លាមធំឯងហ៊ានមកកន្លែងនេះផងឯងបើឯងគ្រាន់បើខាងទៅខាងមកចិត្តទៅលោកពួកលេងជាមួយវាត្រូវប្រយ័ត្នប្រយែងជើងតិចផងណាហើយមានតាក់តងអីនឹងខ្ញុំអូយជើងទៅអាចោលថ្លាមធំតើឯងមានដឹងទេស្អីក៏យើងមិនដឹងដែរឯងពិតជាមិនដឹងមែនណាស្អីក៏យើងមិនដឹងដែរចូលសួរវាយវាទៅវាយយើងហ៎ឯងមានដឹងថាយើងជាកូនរបស់ចៅហ្វាយក្រុងទេឪពុករបស់យើងគឺឆាងខ្លួនឯងជាមន្ត្រីទូចតាចចង់ប្រឆាំងផងអូយចៅហ្វាយក្រុងធំណាស់ទៅបានជាប្រកាន់អញ្ចឹងអូយធំជុំពូ20ដងលបងឆាងលបងពិសាបាយហើយនៅហើយត្រូវការពិសាតែទេចាំខ្ញុំទៅឆុងឲ្យខ្ញុំបំរើជានិច្ចមិនបានទេយើងជាមន្ត្រីម្នាក់អាចោលមកទៀតសូម្បីតែស្ដេចធ្វើខុសក៏ត្រូវមានទោសដែរវាទូដូចវិជានេះដូចតែគ្នាទេទោះជាឯងជាកូនស្ដេចក៏ត្រូវមានទោសដែរនៅនឹងឈិងវាទៅផ្ទះនៅនឹងសំណាប់មនុស្សមែនទេត្រូវហើយលោកម្ចាស់គ្រួសារឈីទាំង13នាក់គឺត្រូវឆាំងអ៊ុយសម្រាប់ទាំងអស់សូមលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងរឿងនេះវាយ៉ាងម៉េចនិយាយច្បាស់ជាងនឹងបន្តិចទៅមើល
លោកម្ចាស់ឆាងអុយគឺជាបងប្អូនជីដូនមួយរបស់ម្ដាយក្មេកខ្ញុំវាឧស្សាហ៍ចេញចូលផ្ទះខ្ញុំណានៅយប់ដែលកើតហេតុនោះប្តីខ្ញុំគាត់ឈឺច្រើនពេកសុខភាពខ្សោយខ្ញុំក៏ទៅព្រះវិហារបន់ស្រន់ជូនគាត់ស្រាប់តែមានគេយកកន្សែងមកបាត់ច្រមុះរបស់ខ្ញុំធំក្លិនថ្នាំខ្លាំងពេកក៏ស្លាប់បាត់ស្មារតីទៅនៅពេលដែលខ្ញុំដឹងខ្លួនឡើងវិញខ្ញុំត្រូវគេរំលោភបាត់ទៅហើយលោកម្ចាស់សូមលោកជួយរកចិត្តទៅថ្វាយឲ្យខ្ញុំផងអាដេរឆានត្រូវវាយវា12730ដុល្លារភ្លាមទៅបើមិនវាយទៅយើងវាយអូដល់លោកពុកកុំជិះឆោឲ្យគេនិយាយចប់សិនទៅបាទទេនិយាយទៀតទៅនៅជប់នោះអាដេរឆានឯងមិនមែនជាមនុស្សទេយ៉ាចង្រៃយកមិញនេះនាងស្លាប់បាត់ស្មារតីឥឡូវយើងចាត់ការម្ដងទីវាមានទៅតខុសអីហ៎អាចង្រៃឯងហ៊ានលះបង់ជាមួយយើងមកធ្វើបរិយាជាមួយស្រីចង្រៃនេះផងអីថយទៅស្រីចង្រៃងាប់ទៅលេងថាលេងចុះទៅលេងអូយជីងអានេះរិឆានឯងសម្រាប់ប្រពន្ធយើងមិនលើកលែងឯងទេយ៉ាងាប់ទៅទ្រាំបានទេត្រេញចាំវាយកសាច់ធ្វើប្រហិតទៅបានលោកពូស្ដាប់គេនិយាយចប់សិនទៅកុំឈឺឆាវពេកដល់អ្នកជាមក្រោយមកយ៉ាងមិនទៀតឆាប់និយាយច្បាស់ទៅមើលក៏ខ្ញុំកំពុងតែយាមស្ដាប់តែលឺសូរសំឡេងឆ្កែប្រុសយ៉ាងខ្លាំងនៅសួនច្បារក្រោយផ្ទះតកូលឈីខ្ញុំក៏ដើរចូលទៅមើលក៏ឃើញសាកសពពេញដីតែម្ដងទៅហើយខ្ញុំក៏បានឃើញគេវាយគ្នាគេក៏ទាត់ខ្ញុំត្រូវមកជើងសន្លប់ក្រោយមកខ្ញុំក៏អត់ដឹងអីទៀតដែរ仲見到常威同來福打埋一齊，跟住俾人踢咗一腳，暈咗，咁啊咩都睇唔到啊！ហើយឡាយហ្វូអីចេញមកលោកម្ចាស់ឆាងអុយសម្រាប់គ្រួសារឈីអត់13នាក់មែនទេត្រូវហើយលោកម្ចាស់វាតាមទៅចង់សម្រាប់ខ្ញុំទេបងលោកម្ចាស់មិនចាំបាច់ខ្លាចទេមានយើងនៅកន្លែងនេះហើយលោកម្ចាស់ជួយខ្ញុំផងខំលើកជាខ្ញុំលោកម្ចាស់ដៃឥឡូវវាទុកមកខ្ញុំហើយបើវាមិនទុកមកឲ្យខ្ញុំវាខំលើកទៅជាឯដៃបាត់ហើយទៅបលតាស្វាដៃលើកជាឲ្យអរគុណលោកម្ចាស់អរគុណធ្វើយ៉ាងម៉េចទៀតយកវាទៅឃុំសិនទៅពិនិត្យសារសពហើយចាំសម្រាប់វាចោលយកវាទៅឃុំសិនពិនិត្យសារសពហើយចាំសម្រាប់វាចោលបាទក្រៅឡើងអាចង្រៃឯងចង់កាត់ទោសយើងមិនខ្លាចឯងទេនៅខ្សែលោឡាទៀតត្រូវក្បានតាំងតលើអញបាទហើយកុំឈឺឆាវសួរគេច្បាស់សិនទៅអ្នកស្រីឈៀងក្រៅឡើងអ្នកស្រីឈៀងមិនចាំបាច់បារម្ភអីទេខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពដើម្បីរកយុត្តិធម៌ឲ្យជីវិតទាំង13នាក់នោះចុះពន្លឺស្អីគេក៏ចាំងភ្នែកម្ល៉េះនេះគឺជាពន្លឺប្រាក់ណាលោកម្ចាស់គឺឯងទៀតហើយខ្ញុំយករបស់អស់នេះមកប្រកល់ឲ្យលោកម្ចាស់វិញហើយទុកថាខ្ញុំសងបំណុលលោកម្ចាស់តែចុះហើយសងស្អីគេនៅក្នុងសៀវភៅមានមរតកមានផ្ទះឲ្យតែលោកម្ចាស់យល់ព្រមយកយល់នោះទោះជាមិនរៀនក៏មានដែរអូយជុំឲ្យនិយាយគ្នាបានឈប់ហើយមាននេះថាម៉េចអ្នកប្រឆាងគឺជាកូនប្រុសរបស់លោកចវាយក្រុងលោកក៏បានដឹងស្រាប់ហើយតាលោកចវាយក្រុងឆាងគឺជាប្អូនធររបស់លោកម្ចាស់លីណាស្គាល់ទេលីណាទៅគឺជាមន្ត្រីលីល្បីឈ្មោះជាងគេនៅក្បែរព្រះអង្គហើយពេលនេះគេហៅថាមន្ត្រីលីអូយខ្លាចគួរខ្លាចហើយប្រាក់ទាំងអស់នេះខ្ញុំយកមកជូនលោកចំនួនលោកម្ចាស់ឆាងខុនហើយណាតែចៅយ៉ាងម៉េចម្ដាយរបស់លោកចវាយក្រុងមានអាយុ47ឆ្នាំហើយតាំងពីដើមមកគាត់ស្រឡាញ់អ្នកប្រុសឆាងណាស់តែពេលដែលឃើញអ្នកប្រុសឆាងទៅជាអញ្ចឹងគាត់យំស្ទើរតែដាច់ពោះវៀនអត់ទៅហើយលោកម្ចាស់គាត់សង្ឃឹមថាលោកម្ចាស់ប៉ៅនឹងអនុញ្ញាតឲ្យគាត់ចូលទៅជួបគេបានណាលោកម្ចាស់យកល្អលោកម្ចាស់ទៅសម្រាប់សិនទៅព្រឹកស្អែកខ្ញុំនាំអ្នកស្រីឆាងចេញពីទីនេះកិច្ចការបែបនេះលោកម្ចាស់ប្រកាសជាធ្វើបានហើយចង់សុខប៉ាន់ស្អីហ្នឹងតែនេះជាចរិតរបស់មន្ត្រីហើយប៉ុន្តែខ្ញុំខ្លាចថ្លាដូចទឹកណាដូច្នេះខ្ញុំមិនត្រូវការប្រាក់នេះទេឬមួយក៏ឯងមិនខ្លាចទេខ្ញុំអត់លេងចូលឯងទេខ្ញុំក៏ខ្លាចដែរប៉ុន្តែគ្រាន់តែចង់ឲ្យលោកយកយល់ដល់លោកម្ចាស់តែប៉ុណ្ណោះគាត់ចាស់ណាស់ទៅហើយចង់ឲ្យខ្ញុំយកយល់ដល់គាត់ពាក្យចាស់និយាយថាកតញ្ញូសំខាន់ជាងគេ
ប៉ុន្តែវាពិបាកចាត់ចែងណាស់ណែនាំគេទៅបតហេឈប់សិនពេលដែលខ្ញុំភ្ញាក់ពេលដែលខ្ញុំចង់ឃើញឆាងអ៊ុយគេឈរនៅចំពោះមុខតុលាការដឹងហើយឬនៅអរគុណលោកម្ចាស់អរគុណបាយឯងតែចុះគាត់អាយុជាង100ឆ្នាំទៅហើយឲ្យគាត់ជួបចៅរបស់គាត់វាជារឿងត្រឹមត្រូវមានទាស់ខុសអីលែយើងទៅឯងដឹងថាឪពុករបស់យើងជាចៅហ្វាយក្រុងទេឪពុកធေါ်យើងគឺលោកម្ចាស់លីយើងមិនអត់ឲ្យពួកឯងទេចាំមើលទៅឆាប់លែយើងទៅអូយយូរពេកដល់ដឹងថាខ្ញុំពិបាកប៉ុណ្ណាទេអានេះគឺជារង្វាន់សម្រាប់លោកអរគុណអើយទៅអើយលោកជាណាខ្ញុំយករបស់មកឲ្យឯងឲ្យខ្ញុំពុកអញនេះព្រេះផ្ដាស់ណាស់ឯងដឹងថាឯងកំពុងតែបង្ករឿងច្រើនយ៉ាងណាទីនាំខ្ញុំទៅផងទៅពុកទោះជាឯងរត់ទៅដល់ណាក៏ដោយពុកគឺជាចៅហ្វាយក្រុងគេត្រូវតែបង្ខំឲ្យពុកចាប់ឯងមកវិញឲ្យទៅបានពុកខំផ្សព្វគ្រោះថ្នាក់ដើម្បីមកជួយឯងចាក់ចេញពីទីនេះឯងគួរតែដឹងហើយតើបើគេដឹងពុកប្រកាសជាស្លាប់ជាមិនខានទេឯងមិនអាណិតពុកទេអញ្ចឹងធ្វើយ៉ាងម៉េចទៅខ្ញុំខ្លាចណាស់ពុកឯងបាច់ខ្លាចទេឥឡូវពុកបានជិះលោកវ៉ាងថងជីងមកជួយលុបលាងកំហុសឲ្យឯងហើយឯងជប់អារម្មណ៍ទៀតទៅអ្នកប្រៅឆាងនៅពេលនោះអ្នកប្រុសត្រូវនិយាយអ្វីទាំងអស់ឲ្យបានច្បាស់លាស់កុំលាក់លៀមឲ្យសោះលឿនទេលោកប្រុសរឿងក្តីនេះអាចមានសង្ឃឹមទេសំណាងឲ្យយើងនៅមានពេលច្រើនរឿងនេះអាចដោះស្រាយបានត្រូវធ្វើយ៉ាងម៉េចធ្វើឲ្យសខ្លាយទៅជាខ្មៅឲ្យដើមចោតទៅជាចុងចោតវិញថ្ងៃស្អែកឡើងសាវនាការអ្នកប្រុសដឹងថាធ្វើយ៉ាងម៉េចហើយមែនទេឈិងអើយអូយពេលកាយលពូហ៎មិនក៏បានសាវនាការទាំងព្រឹងចឹងលោកម្ចាស់ឈុនមកហើយលោកម្ចាស់ឈុនមកធ្វើស្អីមកពិនិត្យមើលរឿងរ៉ាវក្នុងសាវនាការគាត់ជាចៅហ្វាយក្រុងហើយលោកជាអនុចៅហ្វាយស្រុកដូច្នេះគេត្រូវមកពិនិត្យអ្នកតូចចឹងហើយខ្ញុំទៅមើលសិនអើដល់លពូឈប់លោកម្ចាស់រឿងក្តីនេះឯងដែលសៀនទៅឈរទៅមកខាងភ្លាមថ្លង់ទេឯងបាទអូលពូកៅអីបដល់ហើយជួយគួយទៅកៅអីខ្មោចឯងអីអ្នកស្រីចិនអ្នកស្រីថាឆាងអុយគេសម្រាប់គ្រួសាររបស់អ្នកស្រីអត់13អ្នកតើមានអ្នកណាឃើញទៀតទេហើយគ្រូពេទ្យចេញមកលោកឲ្យចៅគ្រួសារជី13អ្នកដូចឆ្កែមកក្បាលត្រូវស្លាប់ឡើងមុខខ្មៅឲ្យខ្ញុំយកបញ្ចូលប្រាក់នេះទៅពិសោធន៍ក៏ខ្មៅដែរបញ្ជាក់ថាត្រូវស្លាប់ដោយសារថ្នាំពុលទាំងអស់លោកម្ចាស់ឲ្យថើបទាំងបានឃើញបង្អែមមួយឆ្នាំធំនៅកន្លែងកើតហេតុទីក្នុងនោះក៏មានថ្នាំពុលដែរត្រីថ្នាំធំគ្រួសារជីស្លាប់ដោយសារថ្នាំពុលហេតុអីគេនាងថាឆាងអ៊ុយជាសម្រាប់ទៅវិញនាងមូលបង្កាយគេចង់យ៉ាងម៉េចអាចទៅធន់ណាលោកម្ចាស់ខ្ញុំបានឃើញឆាងអ៊ុយដេញសម្រាប់អ្នកបម្រើច្បាស់ណាស់តើមានអ្នកណាឃើញទៀតទេខ្ញុំឃើញអ្នកយាមក៏ឃើញដែរអ្នកយាមហើយអ្នកយាមលោកម្ចាស់ខ្ញុំអត់បានឃើញឆាងអ៊ុយដេញសម្រាប់ឡាយហ្វូទេឃើញតែឡាយហ្វូដេញសម្រាប់ឆាងអ៊ុយរួចហើយខ្ញុំឃើញឡាយហ្វូដេញឆាងអ៊ុយក៏រត់ទៅរត់បបោកខ្ញុំសន្លប់ថែមទៀតហើយខ្ញុំសន្លប់ទៅដឹងខ្លួនឡើងអត់ដឹងស្អីទាំងអស់យប់មិញអញមិននិយាយចឹងទេឯងយប់មិញខ្ញុំវិញស្បារដីនិយាយតែព្រៃទៅផ្ដោះឯងគិតតែច្បាស់សិនចាំនិយាយលើទេបាត់មកហើយហើយថាការហាងថ្នាំចេញមកត្រូវឲ្យលោកម្ចាស់ម្សិលមិញស្រីម្នាក់នេះទៅហាងលក់ថ្នាំរបស់ខ្ញុំនាងថាផ្ទះនេះមានកណ្ដុរច្រើនណាស់ក៏ទិញថ្នាំមួយនាលថែមទៀតផងគឺថ្នាំកណ្ដុរខ្ញុំអត់មានទេខ្ញុំទៅហាងរបស់គាត់ទិញថ្នាំក្អកឲ្យប្តីរបស់ខ្ញុំទេលោកម្ចាស់ហើយទូស្គាល់ចូលមកជំរាបលោកម្ចាស់ខ្ញុំឈ្មោះវ៉ាងថាងជីងមានពាក្យបណ្ដឹងសូមប្រកល់ជូនលោកម្ចាស់បណ្ដឹងពីអ្នកណាគេ
ខ្ញុំតំណាងឲ្យគ្រួសារឆាងទី1ប្តឹងពីអ្នកស្រីឈីងតាក់ទងជាមួយអ្នកប្រុសឆាងអ៊ុយហើយក៏មូលបង្កើតអ្នកប្រុសថាសម្លាប់មនុស្សហើយទី2ខ្ញុំប្តឹងចៅវាយស្រុកប៉ៅឡុងឈីងគឺគេម្នាក់ហ្នឹងហើយលោកម្ចាស់គេបានទទួលសំណូកពីអ្នកស្រី30,000ដំឡឹងនៅក្នុងផ្ទះសិតតែប្រាក់ទាំងអស់ទៀតផងបើជាអញ្ចឹងមែនហើយឆាប់នាំគ្នាចូលទៅមើលភ្លាមទៅបាទអូនលោកម្ចាស់ខ្ញុំសុំទៅរៀបចំបានសិនបានទេឈប់សិនអូយទៅកុំបានសូមរាយការណ៍លោកម្ចាស់នៅក្នុងផ្ទះសិតតែមាសហើយនឹងប្រាក់មែនប៉ៅឡុងឈីងពេលនេះយើងបញ្ចុះជើងឲ្យម្ដងសិនពេលដែលស្រាវជ្រាវច្បាស់លាស់ហើយចាំកាត់ក្តីតទៅទៀតអូយអាលីយ៉ាងគ្មានសល់ទេនេះអ្នកស្រីឈឹងអត់បានឲ្យប្រាក់ខ្ញុំទេគឺវានេះហើយជាអ្នកឲ្យខ្ញុំថ្លើមធំយើងបញ្ឈរជើងឲ្យហើយនៅហ៊ានតវ៉ាទៀតវាយ30ហ្មងខ្ញុំលពូវាអបគ្នាយើងដកថយសិនទៅល្អជាងអាកូនធေါ်លើកនេះយើងមិនអាចជួយឯងបានទេអ្នកស្រីឈឹងអ្នកស្រីសម្លាប់មនុស្សហើយបែរជាហ៊ានទម្លាក់កំហុសទៅលើគេអញ្ចឹងលោកម្ចាស់អយុត្តិធម៌ណាស់ឃាតករគឺឆាំងអុយឃាតករគឺឆាំងអុយធំកុំស្រីលើឡាក្នុងសវនាការទីហ៊ានវាយគេភ្លាមទៅអយុត្តិធម៌ណាស់លោកម្ចាស់លោកម្ចាស់ខ្ញុំឆ្ងល់ថាមិនក៏ដើមចោតទៅជាចុងចោតវិញអញ្ចឹងយើងមិនចូលជើងអីហើយចេះតវ៉ាស្អីទៀតតិចក្បាលឥឡូវហ្នឹងវាយវាថែមទៀតវាយទៀតទៅវាយវាទួសាច់តែម្ដងទៅវាយទៅលោកម្ចាស់ខ្ញុំជាបងប្អូនជីដូនមួយរបស់តកូលយ៉ាងកាលពីយប់មិញនេះខ្ញុំបានឃើញ live ហ្វូនឹងអ្នកស្រីឈីងនេះសហ័យគ្នាដោយចេតនាអ្នកស្រីឈីងគាត់បានវល់ខ្ញុំមិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាទេហើយថែមទាំងឲ្យខ្ញុំទៅពិភាក្សាជាមួយគាត់ទៀតផងហើយពេលដែលខ្ញុំទៅដល់ទីនោះនាងក៏បានឲ្យបបរបង្អែមមួយឆ្នាំមកខ្ញុំមនុស្សនៅក្នុងគ្រួសារទាំងអស់គឺស្លាប់ដោយសារតែនាងលោកម្ចាស់ឯងនិយាយកុហកវាយមាត់នាងហើយអូចេញទៀតទៅទៅពេលនោះខ្ញុំមានការសង្ស័យខ្ញុំមិនហ៊ានហូបទេហើយខ្ញុំក៏ដើរមើលគ្រប់កន្លែងពេលនោះបានឃើញមនុស្សក្នុងគ្រួសារឈីស្លាប់ទាំងអស់ពេលនោះ live ហ្វូចូលមកពីខាងក្រៅមានបំណងចង់សម្លាប់ខ្ញុំគេក៏ប្រឡែងឆ្កែមកឲ្យថែមខ្ញុំខ្លាចក៏រត់ចេញទៅហើយ live ហ្វូក៏ដេញតាមខ្ញុំទៀតហើយពេលនោះវាក៏ស្រែកថាជួយផងមិនទាន់ដឹងអីផងស្រាប់តែលោកម្ចាស់ប៉ៅឈួតអីនោះក៏នាំគ្នាមកចាប់ខ្ញុំវាយតែម្ដងទៅណែស្គៀបលោកម្ចាស់ឃើញទេគេវាយខ្ញុំទៀតហើយលោកម្ចាស់ឃើញទេថយចេញមកហើយយកមកចេញមកសូមគោរពលោកម្ចាស់ខ្ញុំបានធ្វើតាមការផ្ដែផ្ដាំរបស់លោកម្ចាស់ទៅពិនិត្យឲ្យអ្នកស្រីឈីងនៅថ្ងៃកើតហេតុនោះនៅលើខ្លួនរបស់អ្នកស្រីឈីងពិតជាមានស្នាមរោមរាក់ជាមួយគ្នាមែនម្យ៉ាងទៀតថែមទាំងមានផ្ទៃពោះ2ខែទៀតផងលោកម្ចាស់អញ្ចឹងបានន័យថាមិនខុសទេអ្នកស្រីទី2គ្រួសារឈីមានជំងឺច្រើនសុខភាពខ្សោយគ្រូពេទ្យត្រួតពិនិត្យឃើញថាគេមិនអាចមានកូនតាំងពីដំបូងមកម្លេះរឿងនេះអ្នកណាក៏ដឹងដែរហើយពេលអ្នកស្រីឈីងមានផ្ទៃពោះបញ្ជាក់ថាគាត់មានសហាយពិតប្រាកដហើយឡាយហ្វូចេញមកខ្ញុំបាទសូមគោរពលោកម្ចាស់អាចោលថ្លើមធំហើយហ៊ានសហាយជាមួយអ្នកស្រីឈីងថែមទាំងសំណាប់គ្រួសារឈីទៀតឯងនិយាយមកតើមែនឬក៏មិនមែនលោកម្ចាស់ខ្ញុំបានសហាយជាមួយអ្នកស្រីមែនក៏ប៉ុន្តែរឿងដាក់ថ្នាំពុលខ្ញុំអត់បានដាក់ទេខ្ញុំថានាងប្រកាសជាអ្នកដាក់ថ្នាំហើយលោកម្ចាស់ខ្ញុំអត់មានទេឯងថានាងស្រឡាញ់ឯងតើឯងមានផុសតាងអីអាចបញ្ជាក់បានទេគេមិននឹងជឿឯងមិនមែនទេអ្នកស្រីទី2គាត់ថាស្រឡាញ់ខ្ញុំព្រោះខ្ញុំមានកម្រិតវប្បធម៌ខ្ពស់ហើយថែមទាំងជូនកំណាព្យខ្ញុំមួយឃ្លាទៀតផងលោកម្ចាស់ចាំមើលខ្ញុំអានឲ្យស្ដាប់ណាទេសភាពល្អប្រំប្រៃរកអ្វីប្រៀបផ្ទឹមពំបានគូសង្សារទាំងពីរជួបគ្នាទាំងថ្ងៃទាំងយប់ណែលោកម្ចាស់សូមពិនិត្យមើលចុះអយុត្តិធម៌ណាស្រីថ្លើមធំហ៊ានសហាយស្មន់ជាមួយនឹងបម្រើខ្លួនឯងសម្រាប់គ្រួសារខ្លួនឯងអត់13នាក់ឥឡូវនេះសាស័យនឹងផោះតាំងមានគ្រប់គ្រាន់អស់ទៅហើយឥឡូវយើងសួរនាងតើនាងត្រូវទទួលទោសរបៀបណាអយុត្តិធម៌ណាខ្ញុំមិនទទួលទេទទួលទណ្ឌកម្មភ្លាមលោកម្ចាស់មិនត្រូវវាយនាងទៀតទេពូឈប់តវ៉ាជំនួសនាងទៀតទៅលោកម្ចាស់គ្រួសារខ្ញុំធ្វើមន្ត្រី3ចំនួនមកហើយដឹងថាមន្ត្រីតែងតែមូលបង្កាយគេតែសូមលោកម្ចាស់ក៏មូលបង្កាយខ្លាំងពេកឯងគ្មានសិទ្ធិនិយាយនៅទីនេះទេហើយកុំអីលោកម្ចាស់វាយគេទៅគេធ្វើស្អីហ្នឹង
ឥឡូវនេះអ្នកស្រីឈីងបានសារភាពអត់ទៅហើយត្រូវយកនាងទៅដាក់គុកដើម្បីរងចាំប្រហារជីវិតនាំគេទៅបាត់សាវនាការហ៎សុំទោសព្រឹកធ្លាក់ហើយអយុត្តិធម៌ណាខែ6ព្រឹកធ្លាក់មកដល់ហើយអយុត្តិធម៌ណាកាត់ក្តីមកដល់ទៀតទៅកាត់ក្តីមកដល់ទៀតទៅកាត់ក្តីមកដល់ទៀតទៅអូលោកពូស្គប់ចិត្តសិនទៅលោកពូបាទដល់ប៉ុណ្ណឹងបាទដល់ក្នុងផ្ទះគ្មានស្អីផតទៅរកផតឯណាទៅលោកពូហើយស្មានតែគេទុកឲ្យយើងរកឃើញបានដល់ងាយហេមុនពេលស្លាប់ហើយនឹងអាចបញ្ចេញក្បាច់ឬរទេះបានទៀតគួរឲ្យសរសើរលបងពិតជាវីរៈជនមែនតើដល់លោកពូនេះគឺក្បាច់យកភ្លើងរំលងភ្នំហ៎ត្រូវហើយឯងក្រនបើមែនតើដល់លោកពូនេះគឺឆ្កែរឹងណាអូតែលុយឆ្កែរឹងរបស់គ្រួសារឈីទេដឹងតាន់ពីវអូមកក៏លោកពូដឹងហេណ៎ណាគេសរសេរអញ្ចេះអូខ្ញុំនឹកឃើញហើយលោកពូបានប្រាប់ថាមិនត្រូវប៉ះពាល់របស់ទាំងនេះទេហើយត្រូវបញ្ជាក់ថាជាស្អីទៀតផងទេវតាជួយខ្ញុំហើយណែបាយក្បាលឆ្កែមកខាងនេះមកហើយផ្ងាជើងវាឡើងលើទៅហេអត់មានថ្នាំពុលទេប៉ុន្តែឆ្អឹងវាបាក់អស់ទៅហើយបញ្ជាក់ថាគេសម្លាប់វាហើយមួយក៏មនុស្សទាំងអស់នេះត្រូវថ្នាំពុលអញ្ចឹងត្រូវពិនិត្យសារសពទៅបានអូពិនិត្យសារសពឲ្យលោកពូមកោទៀតដឹងអីបញ្ជាក់ថាក្នុងពងក៏អត់មានចិត្តពឹសទេមានក៏ដោយអត់ក៏ដោយឲ្យចាំទិញទៅលពោស្អុយណាយើងទៅមើលខាងនោះទៀតសិនមើលទៀតតែលពោអាកុំចាក់ពងកអីចាក់ពោះម្ដងទៅបាននេះត្រាហ៎មកចូលប្រាក់អត់ខ្មែរទេបានន័យថាគ្មានជាតិពឹសហើយក្នុងពោះអត់មានជាតិពឹសពងកអត់ជាតិពឹសបើចឹងបានន័យថាអត់មានជាតិពុលទេបើចឹងបានន័យថាដែរគំនិតរបស់ឯងបានន័យថាយើងជោគជ័យហើយមែនទេត្រូវហើយប្រកបជាជោគជ័យអស្ចារ្យអស្ចារ្យចាចាចាអស្ចារ្យអូយបានជោគជ័យហើយអស្ចារ្យចាចាលោកម្ចាស់ចិនមកធ្វើអីដែរគឺមកចាប់ឯងនឹងហើយណាទៅឆាប់ទៅលើខ្ញុំទៅខ្ញុំមានទោសអីលើខ្ញុំវិញទៅឯរំខានសារសពត្រូវមានទោសជាប់គុកហើយកុំតបច្រើនណែលោកម្ចាស់ឆាងឯងធ្វើបានល្អណាស់នេះគឺមកពីលោកម្ចាស់ឆាងមានការឆ្លៀសវៃដឹងថាពួកវាមកទីនេះដើម្បីរកផោះតាំងតវ៉ាទៀតនៅមានទីណាយមនេះទៅដុតបំផ្លាញសារសពឲ្យអស់ទៅលើនេះខ្ញុំដឹងហើយជប់សិនជីស្មើត្រូវជីទាំងរឹសចាត់មនុស្សឲ្យទៅក្នុងគុកសម្រាប់បើលងឈីងចោលតែម្ដងទៅហើយណែលបងជួយប្រាប់ថ្នាក់លើផងទៅបើសិនជាខ្ញុំជួយធ្វើជាសារស្អីតាអធិស្ឋានឲ្យខ្ញុំបានទេឯងមានទោសធ្ងន់ណាស់ក្មួយរបស់ឯងនៅគេលឿនជាងឯងទៅទៀតប្តឹងបាត់ទៅហើយប្រហែលជាស៊ីស៊ុបឲ្យផ្ទះហើយក៏មិនដឹងដែរឯងក៏មានថ្ងៃនេះដែរមែនទេឯងថាម៉េចហ្នឹងមន្ត្រីចង្រៃដូចជាឯងជើងវាសំទៅគេយកមកដាក់គុកហើយចាំឲ្យខ្ទេចទៅសំមុខណែថ្ងៃនេះយើងអត់សប្បាយចិត្តទេបើសិនជានិយាយច្រើនទៀតប្រយ័ត្នយើងលែងគួរសមណាយើងនិយាយទៅវាយ៉ាងម៉េចបើឯងគ្រាន់បើចេញមកវាយជាមួយយើងមកមន្ត្រីភ្លីដូចជាឯងវាសំជាប់គុកជាមួយនឹងមនុស្សគ្រួសារឈីអញ្ចឹងហើយមនុស្សគ្រួសារឈីមួយណាទៅឯងនិយាយច្បាស់ទៅមើលគឺស្រីថោកទៀបម្នាក់រៀបការជាមួយអារ៉ាប៊ីនោះហើយនៅពីក្រោយខ្នងឯងនោះឯងខ្វាក់ភ្នែកទេមិនក៏មិនឃើញនៅខាងក្រោយនោះហើយយូរហើយមិនក៏ឯងព្រមប្រាប់អាចង្រៃនៅបងទី2ខ្ញុំគឺប៉ាឡុងឈីងណានៅបងទី2លោកមិនចាំបាច់ធ្វើបើជាចិត្តល្អទេចង់បន្ថែមទោសមកលើខ្ញុំតាមចិត្តចាស់ការពិតទៅ
ទៅខ្ញុំក៏ចង់ទៅជួបប្តីខ្ញុំឲ្យបានឆាប់ដែរតែស្ដាយណាស់ដំណក់ឈាមនៅក្នុងពោះរបស់ខ្ញុំជាឈាមរបស់ត្រកូលឈីនោះជាកូនរបស់អាបីនោះជាមួយនឹងបងតាមមែនទេតែជាកូនរបស់ហើយប្តីខ្ញុំមានកំពីថ្នាំប្រចាំត្រកូលឲ្យទៅផឹកថ្នាំតាមកំណត់របេងរបស់គាត់នឹងបានធូរហើយម្យ៉ាងទៀតថែមទាំងមានអធិពលជាបរិសុទ្ធទៀតផងហើយគាត់មានអធិពលខ្លាំងណាស់អីក៏ពូកែម្លេះហេតុអីក៏លោកមិនមកទីនេះតែម្ដងទៅនឹងអាចធ្វើបាបខ្ញុំតាមតែអំពើចិត្តបានអ្នកបងទី2អ្នកបងយកច្រឡំលើខ្ញុំហើយអ្នកបងមើលសូម្បីតែរូបខ្ញុំក៏ត្រូវជាប់គុកដូចអ្នកបងចឹងដែរអ្នកបងឃើញហើយឬនៅនេះគឺជាឯងអ្នកទោសលោកម្ចាស់ខ្ញុំយល់ច្រឡំលើលោកម្ចាស់ហើយមិនអីទេតែខ្ញុំសង្ឃឹមថាខ្ញុំប្រកាសជាអាចចេញពីទីនេះបានលើកនេះខ្ញុំប្រកាសជាត្រូវគេសម្លាប់ហើយលោកម្ចាស់ខ្ញុំនាំទុកដល់លោកម្ចាស់អ្នកបងទី2កុំនិយាយអញ្ចឹងអីហត់ចង្អុលដៃភ្លាមមកហត់ចង្អុលដៃមកខ្ញុំមិនជឿថាលើលោកនេះគ្មានច្បាប់ទេខ្ញុំសន្យាជាមួយអ្នកបងឲ្យតែជីវិតខ្ញុំនៅរស់ខ្ញុំនឹងស្វែងរកយុត្តិធម៌ឲ្យទាល់តែបានអរគុណលោកម្ចាស់ហើយលោកពូទី13លោកពូទី13មកក៏ឯងចាំបាច់ស្រែកកុំជួយច្រើនគេយកទៅបហាជីវិតដល់ឡើយអើយអ្មេចក៏អញ្ចឹងគេចោទថាពូនឹងច្រើននិយាយចាស់ទម្លាក់ទឹកហើយរំលោភមេជ្រូកថែមទៀតផងខ្ញុំមានបានរំលោភមេជ្រូកឯណាអូគេចិត្តតែមួយបង្កាច់នឹងដល់ឥឡូវខ្ញុំពិភាក្សាជាមួយឪខ្ញុំឲ្យថាមុនពេលពូស្លាប់ត្រូវរកស្រីព្រមវិចារឲ្យមិនឲ្យពូរំលោភដើម្បីបន្តពូទៅទៀតអាលេងឡើងគេមើលអូចាំតិចសិនដល់អូដល់ពេលឡើយខ្ញុំទៅវិញឡើយអូដល់ឆាប់ចូលទៅឆាប់ឡើងចូលទៅគេនាងប៉ិតជានាងមែនណាមែនហើយបើមិនមែនខ្ញុំតាណាទៅអាក្មួយសម្លាញ់ជួយយកកណាត់ខ្មៅបាំងមកអញផងមិនអីទេខ្ញុំចេះវិជាទម្លាយចិញ្ចាំងណាក្បាច់គុណគ្រាន់បើមែនតែនតានេះអូឆាប់ទៅកុំជួយច្រើនពេកអ្នកបងទី2ខ្ញុំប្រកាសជាមកជួយអ្នកបងវិញមិនខានទេអូយកុំបួបាច់ច្រើនពេកទៅលោកម្ចាស់ខ្ញុំសូមជូនពរលោកម្ចាស់ឲ្យមានអាយុវែងនិងមានសេចក្តីសុខទៅតាមផ្លូវអាទី13ឯងត្រឡប់មកវិញហើយប្រកាសឲ្យម៉ែស្មារតីម៉ែនៅចាំល្អណាស់ម៉ែអាទី13ឯងត្រឡប់មកវិញល្អហើយកូននៅពុករបស់ឯងឈឺធ្ងន់ណាស់ណាពុកយ៉ាងម៉េចហើយពុកមិនអីទេគេជួយឯងមកវិញគឺប្រសើរណាស់ទៅហើយខ្ញុំគ្មានបានការធ្វើឲ្យពុកអាម៉ាស់មកមិនមែនចឹងទេមកពីល្បិចឯងមិនដល់វាឯងមានដឹងទេមន្ត្រីពុករលួយវាត្រូវតែមានល្បិចឯងមន្ត្រីត្រឹមត្រូវមានល្បិចជាងវាទៅទៀតបើមិនចឹងមិនអាចទប់ទល់នឹងវាបានទេកូនប្រុសស្ដាប់ពុកណាទីជាល្បិចខូខើណាតែខ្ញុំគិតតែរាជធានីណាពុកនំពៀមួយចំហៀងនេះពុករសាទុក20ឆ្នាំហើយលើឯងទុកឲ្យបានល្អផងនំពៀមួយចំហៀងបាននេះធ្វើម៉េចទៅពុកការពីពុនមានតុលាការនៅរាជធានីមិនដែលវាអត់បាយស៊ីហើយពុកក៏ឲ្យវាស៊ីហើយពេលនោះវាក៏បេះនំពៀមួយចំហៀងនេះមកឲ្យពុកមកហើយថ្ងៃក្រោយបើសិនជាវរស៊ីកាកោវាប្រកាសจะជួយយើងជាមខាតែបើកូនទៅរកវាកាន់នំពៀមួយចំហៀងនេះទៅវាប្រកាសจะជួយព្រោះវាសងគុណពុកតែខ្ញុំខ្លាចនៅតែមិនឈ្នះវាណាពុកមិនអីទេកូនវាជាមនុស្សយុត្តិធម៌ណាហើយវាឈ្មោះស្អីប៉ាវឈិងស្អីប៉ាឈិងធានណាពុកអើបែរហើយប៉ាឈិងធានណាគេបានសរសេរកំពីមកក្បាលហើយកំពីនោះនៅនឹងពុកបានរៀនចេះចប់អត់ទៅហើយកូនដឹងទេពុករៀនបកែណាមិនកំប្រាប់កូនពីដំបូងឥឡូវនេះណែណាអូនោះម៉ែឯងលេងវាក៏យកទៅកលជើងតុកនោះទៅអសជ្រើជើងចឹងខ្ញុំមើលមិនដាច់ទៅពុកនេះវាជារឿងងាយទេបើឯងមិនចេះខំរៀនទៅរកមនុស្សម្នាក់ឲ្យបង្រៀនឯងទៅវាចប់រឿងទៅហើយខ្ញុំដឹងហើយពុកតែមានរបស់អីសល់ទៀតទេឆាប់យកចេញអស់ភ្លាមមកអាទី13គ្រួសារប៉ៅយើងនឹងមានដាវទឹកមួយទៀតគឺជារបស់ព្រះរាជាប្រទានឲ្យឯងយកទៅរាជធានីទៅដាវទឹកនៅណាម៉ែណែចូលទៅនេះហើយជាដាវទឹកសម្រាប់ស្ដេចអាក្រក់ក៏បានមន្ត្រីអាក្រក់ក៏បានដែរឯងយកទៅណាអាគុយរសាដាវទឹកនេះបានល្អឬទេបតពុក
ខ្ញុំគ្រាន់តែអើយឯសើស្អីឯលេងយើងព្រោះតែចង់យើងសម្រាប់ប៉ាលោកឈឹងហ៎យោឯងក៏មិនមែនជាមនុស្សដែរឯងមិនចាំបាច់មកនិយាយទេយើងត្រូវតែសម្រាប់ប៉ាលោកឈឹងឲ្យទាល់តែបានណែគួយមិនអាចខ្ញុំឲ្យប្រាក់មកបន្តិចទេមិនក៏ឯងចិត្តទៅយកទៅទិញឆាយថាអញ្ចឹងអូលពួកអត់ដឹងទេ30ដុល្លារបើយើងចាយតែមួយផ្លេតអស់ហើយតែយកទិញឆាយថាវិញដល់រាជធានីស៊ីមួយថ្ងៃក៏អត់ដែរអើលើគេមើលស្អីដល់លពួកទៅមើលគេតិចមើលមនុស្សនឹងអត់ហើយបាច់ចាក៏ឲ្យបានតែគេបាត់ប្រកាសតាមចាំអញ្ចឹងពិតមែនហើយនឹងខ្ញុំដូចជាម្ដាយអូលពួកបុកដូចលពូដែរតើមិនដូចទេមិនថាដូចត្រូវហើយគ្រោះថ្នាក់ណាស់មិនកើតទេអូឆាប់ចេញពីទីនេះភ្លាមតែចាប់ឡើងឆ្លងផុតអស់ហើយតើអាគឺវាហ្នឹងហើយជិអូជិសំចេញដេញស្បៃធំសំលហើយចាំស្បៃទេអើនេះណែឆាប់ឡើងមេឃងងឹតហើយឲ្យឆាប់ឡើងបន្តិចមកលឿនឡើយឲ្យលឿនឡើងឲ្យរៀបចំតែលឿនអើយកុំដេញខ្ញុំកាត់ពេកជួយផងហ៎តាមពិតឯងជាមនុស្សស្រែងតាមានគេដេញតាមខ្ញុំ